ថ្ងៃនេះភ្ញៀវគាត់អញ្ជើញមកហាងហើយគាត់ចង់បានម្ហូបបែបក្រៀមស្ងួតចឹងណាហើយឥឡូវខ្ញុំក៏ណែនាំឲ្យគាត់យកមាន់លីងគល់ក្រីចាបែបក្រៀមហើយស្ងួតហើយក្លិនឈ្ងុយស្លឹកក្រូចនិងគល់ក្រីរបស់យើងតែម្ដងហើយម្ហូបនេះពិសេសសម្រាប់បងដែលគាត់ចូលចិត្តប៊ីយេចាគាត់អាចធ្វើមុខម្ហូបនេះញ៉ាំបានអញ្ចឹងដំបូងយើងចាប់ផ្ដើមពងមាន់យើងឲ្យឡើងក្រៀមសិនមកណាចាបន្ទាប់ពីឡើងក្រៀមដើរបដាហើយយើងចាប់ផ្ដើមដាក់គល់ក្រីឬក្រួយម្ដេចដែលយើងបានហាន់ទុកហ្នឹងហើយគល់ក្រីគឺយើងប្រើច្រើនដោយសារតែមាន់លីងគល់ក្រីអញ្ចឹងយើងប្រើគល់ក្រីចូលវាចូល5-6គល់ហើយបងប្អូនហើយថែមនឹងស្លឹកក្រូចទៀតស្លឹកក្រូចនេះបងប្អូនអាចដាក់ច្រើនដាក់តិចតាមការចូលចិត្តរបស់បងប្អូនទេចាហើយស្លឹកក្រូចនេះបំពងពេលយើងបំពងទៅស្រួយអញ្ចឹងឆ្ងាញ់ណាបងប្អូនខ្ញុំធ្លាប់មានភ្ញៀវម្នាក់ដែលគាត់អញ្ជើញមកគាត់កំងស្លឹកក្រូចបំពងស្លឹកក្រូចហ្នឹងទៅហើយយើងក្លុកជាមួយរ៉ូឌីធម្មតាទៅដាក់ម្ទេសហឹលបន្តិចឆ្ងាញ់ណាបងប្អូនអើយសុំបីតែខ្ញុំអត់ចេះញ៉ាំទេណាស្លឹកក្រូចចាខ្ញុំអត់សូវប៉ុណ្ណោះតែពេលខ្ញុំធ្វើអញ្ចឹងឲ្យគាត់ណាភ្លុកខ្លួនឯងគឺឆ្ងាញ់ហ្មងឆ្ងាញ់លក្ខណៈដូចរសជាតិវាមកបែបថ្មីចឹងណាបងប្អូនហើយគាត់ប្រសាឡើងអស់ចាគាត់កាលហ្នឹងគាត់កំង2ចានទេណាគាត់ហូបអស់មួយចានហើយគាត់កំងថែមមួយចានទៀតចាហើយចឹងមិនថាអ្នកដែលគាត់ចូលចិត្តអីមួយហើយតែគាត់ត្រូវមាត់គឺគាត់ថែមហើយចាគាត់លេងមកឆ្អែតចឹងហើយចាអញ្ចឹងឥឡូវមាន់យើងចាប់ផ្ដើមក្រៀមហើយយើងដួសទុកវាម្ល៉េះសិនមិនណាបងប្អូនយើងចាប់ផ្ដើមបំពងខ្ទឹមសជាមួយម្ទេសនេះគាត់កំងអត់ហឹលទេគាត់សុំ2គ្រាប់ហើយយកដំចាអញ្ចឹងធ្វើតាមចិត្តភ្ញៀវចាភ្ញៀវគាត់សុំបែបអត់ហឹលយើងកុំដាក់ហឹលអីជាដាក់តែ2គ្រាប់បែបហ្នឹងគឺអត់ទេបងប្អូនញ៉ាំបានព្រោះកញ្ចោះហ្នឹងមានកូនក្មេងដែរអញ្ចឹងណាចាអញ្ចឹងហឹលតិចទៅក្មេងៗក៏អាចញ៉ាំបានហើយចាអញ្ចឹងវាយើងបំពងឲ្យឡើងរៀងឈ្ងុយតិចមកចាបន្ទាប់មកយើងដាក់មាន់ដែលយើងទៅតែស្រង់ហើយយើងលីងវាត្រឡប់មកចឹងបែបហ្នឹងមកទើបយើងដាក់ទឹកស៊ុបរបស់យើងចាហើយទឹកស៊ុបរបស់យើងដាក់តែមួយវែកទេដែលយើងបានកំណត់រួចរាល់ហើយណាបងប្អូនមកមួយចានគឺប្រើទឹកស៊ុបតែមួយវែកគឺគ្រប់គ្រាន់ហើយបងប្អូនអើយចាអញ្ចឹងបន្ទាប់មកដាក់ទឹកស៊ុបហើយយើងដាក់ប្រេងម្ទេសចូលប្រេងម្ទេសនេះគឺជាទូទៅខ្ញុំពេលខ្ញុំឆាមិនថាឆាអីក៏ដោយចាគ្រប់ឆាគឺខ្ញុំតែងតែប្រើប្រេងម្ទេសដើម្បីជំនួយយកពណ៌ណាចាប៉ុន្តែបើសិនជាបងប្អូនគាត់អត់មានប្រេងម្ទេសក៏អត់បានដែរចាអត់អីទេគាត់ថាខ្ញុំដាក់ដើម្បីឲ្យវាឡើងពណ៌បន្តិចទេតែអត់ប៉ះពាល់ណាបងប្អូនតិចថាប្រេងម្ទេសឡើងពណ៌ហើយទៅជាប៉ះពាល់សុខភាពវាអត់ទេចានិយាយទៅឆាគ្រប់ប្រភេទគឺខ្ញុំប្រើប្រេងម្ទេសហើយនៅពេលខ្លះអាំងក៏ខ្ញុំប្រើដែរចាដូចអាំងសាច់គោឬអាំងកសោមអីអញ្ចឹងទៅណាខ្ញុំដាក់ដើម្បីជំនួយឡើងពណ៌កុំឲ្យវាឃើញស្លេកឯណាបងប្អូនយើងចេះតែដាក់ចឹងទៅឲ្យវាឡើងឃើញ colorful លក្ខណៈដូចពណ៌ឡើងស្អាតចឹងណាចាតែអានឹងការធ្វើម្ហូបគឺអាស្រ័យទៅលើការច្នៃប្រឌិតរបស់អ្នកចម្អិនម្នាក់ឬក៏ចុងភៅម្នាក់ទេបងប្អូនចាដូចខ្ញុំចឹងខ្ញុំធ្វើរបៀបបែបហ្នឹងចឹងទៅតែបងរៀនច្បងខ្លះក៏គាត់ធ្វើរបៀបបែបផ្សេងចឹងណាតាមពិតម្ហូបគឺសំខាន់គឺការច្នៃប្រឌិតរៀងខ្លួនរបស់ចុងភៅក៏ដូចជាអ្នកដែលចូលចិត្តការចម្អិនទេចាហើយដូចខ្ញុំចឹងខ្ញុំគ្រាន់តែជាអ្នកចម្អិនធម្មតាមិនមានជាចុងភៅជំនាញអីណាទេបងប្អូនគាត់ថាយើងបានលក់បានអីជាមួយភ្ញៀវចឹងទៅយើងបានតក់ស្រាំងបបពិសោធន៍ផ្ទាល់ជាមួយនឹងភ្ញៀវចាខ្វះខាតអីភ្ញៀវក៏ជួយបន្ថែមយើងចឹងទៅតែបើថាឲ្យល្អអីទៅចុងភៅជាអ្នកជំនាញលក្ខណៈលំដាប់អីអត់ទេបងប្អូនអើយសាមញ្ញទេចាតែអាចទទួលយករសជាតិបានអញ្ចឹងសង្ឃឹមថាបងប្អូនទស្សនាវីដេអូខ្ញុំហើយនឹងបងប្អូននឹងចេះធ្វើញ៉ាំទាំងអស់គ្នាណាហើយគោលបំណងនៅក្នុងការផលិតមាតិកាធ្វើម្ហូបនេះมันមានអីច្រើនទេបងប្អូនគ្រាន់តែថាចង់ចែករំលែកនៅម្ហូបថ្មីប្លែកក៏ដូចជាម្ហូបតាមតំបន់អញ្ចឹងឲ្យចែកជូនឲ្យបងប្អូនមើលទេហើយជាពិសេសនោះគឺជួយផ្សព្វផ្សាយចំពោះហាងចាផ្សាយដើម្បីឲ្យបងប្អូនគាត់អញ្ជើញមកហើយកាន់តែច្រើនចឹងទៀតចឹងអរគុណណាស់បងប្អូនចំពោះការទស្សនាជួបគ្នានៅវីដេអូក្រោយជាមួយនឹងមុខម្ហូបថ្មីប្លែក
ទៀតណាបាយបាយ